ថ្ងៃនេះមកខតាពាំងជាមួយនឹងសាច់ជ្រូកសម្រាប់ខមកមុខនេះស្រួលធ្វើទេយើងមានសាច់ជ្រូកមានតាពាំងហ្នឹងយើងយកមកចិត្តកង់ឲ្យហើយមកហើយក៏មានសាច់ជ្រូករបស់យើងហ្នឹងយើងត្រូវយកទៅស្រោះលាងទឹកឲ្យស្អាតទុកមកកដុបអញ្ចឹងហើយក៏មានម្រេចមានខ្ទឹមយើងក៏បុកឲ្យម៉ត់ឲ្យហើយមកពេលដែលយើងធ្វើគឺស្រួលនៅចិត្តដៃស្រាប់ឥឡូវនេះមេចុងភៅសន្លឹងមើលថាគ្រឿងក្រៅអាចថែមអីខ្លះមានខ្ទឹមក្រហមពីវិញមើលហ្នឹងគេក៏ដាក់ខ្ទឹមក្រហមចិត្តខ្ទឹមក្រហមបន្ថែមអញ្ចឹងយើងដាក់ខ្ទះយើងដាក់ខ្លាញ់អីយើងដាក់ឆ្នាំងនិយាយមិនត្រូវដាក់ខ្លាញ់ដាក់ស្ករក្រហមចូលមកដល់ដាក់ភ្លាមភ្លើងខ្លាំងបងប្អូនចង់រូបខ្លោចអញ្ចឹងលើកចេញសិនលើកចេញមកកូរវាឲ្យឡើងជើងត្រង់ហើយយើងក៏ចាប់ផ្ដើមដាក់ទឹកចូលពេលដែលយើងដាក់ទឹកចូលហ្នឹងយើងកូរវាបន្តិចទៀតយើងក៏ចាប់ផ្ដើមដាក់ម្រេចដាក់ខ្ទឹមដែលយើងបានបុកហ្នឹងចូលហើយមានខ្ទឹមក្រហមដែលយើងពីពីមើលមកយើងដាក់មកពេលដែលយើងកូរវាទៅកូរវាមកឡើងក្លិនឈ្ងុយហើយយើងដាក់សាច់ជ្រូកយើងចូលដាក់សាច់ជ្រូកយើងត្រូវកូរសាច់ជ្រូកជាមួយខ្ទឹមម្រេចឲ្យវាចូលគ្នាល្អអញ្ចឹងយើងល្ងឹសវាទុកមកប្រហែលជា2នាទីឬក៏3នាទីទៅបានយើងចាប់ផ្ដើមយើងមកដាក់គ្រឿងរបស់យើងគឺមានតាម៉ែមុខនឹងឯងមានប៊ីចេងមានស្ករថ្ងៃនេះខ្ញុំប្រើស្ករក្រហមដាក់ព្រាបន្ថែមប្រៃស្កររបស់ខ្ញុំស្ករក្រហមនឹងវាតិចអញ្ចឹងក៏យើងដាក់មកហើយក៏មានប្រេងក្រុមមានរ៉ូឌីពេលដែលយើងដាក់គ្រឿងដាក់ក្រៅហើយយើងក៏ចាប់ផ្ដើមត្រឡប់សាច់ជ្រូករបស់យើងជាមួយគ្រឿងនឹងឲ្យវាចូលជាតិល្អកញ្ញាបងប្អូនឡើងពើស្អាតណាពេលដែលវាឡើងពើល្អហើយយើងចាប់ផ្ដើមដាក់តាពាំងចូលទៅកូរតាពាំងជាមួយនឹងសាច់ជ្រូកឲ្យចូលគ្នាមួយសាទៀតអញ្ចឹងយើងល្ងឹសទុកប្រហែលជា2ទៅ3នាទីក្រោយមកចាំយើងដាក់ទឹកចូលដើម្បីឲ្យវាឡើងក្លិនឈ្ងុយស្ករអញ្ចឹងណាអញ្ចឹងឥឡូវនេះយើងក៏ចាប់ផ្ដើមដាក់ទឹកចូលមកដាក់ទឹកចូលបើសម្រាប់ខ្ញុំអត់សូវប្រើទឹកច្រើនប៉ុន្មានទេព្រោះអីខ្ញុំធ្វើបែបគោកខ្ញុំល្ងឹសតើវាខាស់ទឹកហ្នឹងมันឆ្ងាញ់អញ្ចឹងឥឡូវនេះឆ្អិនឲ្យបងប្អូនពណ៌សម្បុរលេគេរសជាតិឆ្ងាញ់ណាអាចធ្វើហូបបានឆ្ងាញ់បណ្ដោយប្រយ័ត្នបងប្អូនគ្រាន់តែឃើញពើក៏មានអារម្មណ៍ថាចង់ហូបដែរ